ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ភាគថ្មីដែលយើងតពីភាគមុនឥឡូវយើងចូលមកសាច់រឿងយើងតែម្ដងឃើញថាភាគមុនហ្នឹងគឺទូស្រីរបស់យើងស៊ូយៀនបានសុំលាលែងពីការងារដែលជាអាជីពរបស់អ្នកផ្សាយព័ត៌មានតែម្ដងអញ្ចឹងណាបន្ទាប់ពីបានលាទៅកាន់មេរបស់នាងក៏ដូចជាចាក់ចេញពីក្រុមហ៊ុនហើយឥឡូវគឺស៊ូយៀនបានមកជួបឪពុកម្ដាយក្មេកម្ដងដើម្បីធ្វើការសុំទោសទៅកាន់ពួកគាត់ទាំងពីរហើយក៏បានសារភាពរាល់ទាំងកំហុសដែលនាងបានសាងពីមុនមកដែលបានកុហកថាជាអ្នកមានក៏ដូចជាឪពុកម្ដាយខ្លាំងៗអញ្ចឹងណាហើយក៏បានប្រាប់ទៅកាន់ឪពុកម្ដាយក្មេកនឹងថាបើសិនជាចង់ដាក់ទោសឬមួយក៏ប្តឹងនាងអីគឺនាងសុខចិត្តទទួលគ្រប់បែបយ៉ាងតែម្ដងប៉ុន្តែឪពុកម្ដាយក្មេកឯនេះបានឆ្លើយទៅវិញថាខំអាណិតហើយនឹងស្រឡាញ់ដូចជាកូនបកើតហើយព្រមទទួលជាកូនប្រសាអីអញ្ចឹងណាហើយហេតុអីបានស៊ូយៀននឹងធ្វើអញ្ចឹងដាក់ពួកគាត់ទាំងពីរចំណែកឪពុកម្ដាយហ្នឹងក៏អត់ចង់និយាយអីច្រើនដែររីឯស៊ូយៀននេះវិញក៏អត់មានពាក្យដោះសារអីទៀតទេមានតែប្រាប់ក៏ដូចជាសុំទោសទៅកាន់ពួកគាត់ទាំងពីរនាក់ហ្នឹងដែលចិត្តស្មោះអញ្ចឹងណាហើយមុននឹងចាក់ចេញហ្នឹងស៊ូយីហ្នឹងក៏បានផ្ដាំទៅកាន់ឪពុកម្ដាយគាត់ទាំងពីរហ្នឹងថាបើសិនជាហៅឆាន់មកដល់សូមកុំឲ្យប្រាប់ហៅឆាន់ហ្នឹងថានាងចាក់ចេញពីផ្ទះអញ្ចឹងណាឲ្យប្រាប់ថានាងទៅធ្វើការនៅខាងក្រៅបង្កើត business ខ្លួនឯងហ្នឹងមករយៈសិនដើម្បីកុំឲ្យហៅឆាន់សួរដល់អញ្ចឹងណាបន្ទាប់ពីនិយាយគ្នារួចសពគ្រប់អស់ហើយស៊ូយីយើងក៏បានចាក់ចេញទៅទាំងក្នុងចិត្តហ្នឹងគឺថាឈឺចាប់មែនតើព្រោះអត់នឹកស្មានថាអីដែលខ្លួនឯងខំសាងកន្លងមកគ្រាន់តែមកប្រពេចភ្នែកអញ្ចឹងណាហើយក៏អត់នឹកស្មានថាថ្ងៃហ្នឹងបានមកដល់ដែររីឯហៅមីងណាវិញក៏ក្នុងចិត្តនឹងច្បោកច្បល់ដែរព្រោះអត់នឹកស្មានថាស៊ូយីនឹងហ៊ានសុំលេងលេះអញ្ចឹងណាព្រោះគិតថាស៊ូយីនឹងមកដើម្បីទ្រព្យសម្បត្តិដើម្បីក្តីសម័យខ្លួនឯងឥឡូវយើងកាត់ចូលមកដល់ហៅមីងនឹងលោកហួងអាណាកំពុងតែលេងកូនគោលដូចសពដងអញ្ចឹងណាបន្ទាប់ពីលេងហើយលោកហួងនឹងក៏បានលឹកថាទូប្រុសនឹងគឺបានប្រពន្ធមកសំណាងមែនតានហើយលើដូចមានអារម្មណ៍ថាបាត់អញ្ចឹងណាបាត់ស៊ូយីអត់សូវឃើញផ្សាយព័ត៌មានណាទូប្រុសពេលអញ្ចឹងទៅក៏កុហកថាអត់ហ៊ានប្រាប់ថាលេងលេះអីណាក៏កុហកទៅកាន់លោកហួងនឹងថានាងជាប់ធ្វើ business ផ្ទាល់ខ្លួនតិចតួចអីអញ្ចឹងទៅអត់សូវបានមកផ្សាយព័ត៌មានទេហើយលោកហួងហ្នឹងក៏បាននិយាយថាបើបានប្រពន្ធល្អអញ្ចឹងហើយអាចមើលថែនាងឲ្យបានល្អទៅព្រោះដំបូងអីដែលលោកហួងគិតទៅកាន់ស៊ូយីហ្នឹងគឺគ្រាន់តែគិតថាដើម្បី business ដើម្បីឲ្យលោកហួងហ្នឹងសហការជាមួយនឹងហៅមីងហ្នឹងទេតាមពិតអីដែលស៊ូយីទៅមើលថាម្ដាយក្មេករបស់គាត់ហ្នឹងគឺចេញពីក្តីស្រឡាញ់ដែលពិតប្រាកដហើយមួយរយៈក្រោយហ្នឹងស៊ូយីហ្នឹងមិនមែនបោះបង់ម្ដាយក្មេករបស់គាត់នៅតែទៅមើលថែធម្មតាអញ្ចឹងណាព្រោះដំបូងស្មានថាគ្រាន់តែមើលថែអីហើយសុខភាពគាត់ល្អអីហើយ business ជោគជ័យហើយក៏ឈប់ទៅសួរសុខទុក្ខប៉ុន្តែជាក់ស្ដែងគឺនៅតែទៅសួរសុខទុក្ខនៅតែទៅលេងលោកយាយធម្មតាដល់តែពេលអញ្ចឹងទៅតួប្រុសឯនេះវិញក៏នឹកឃើញមកប្រពេចភ្នែកដែរអញ្ចឹងណាថាអីដែលតួស្រីធ្វើគឺចេញពីក្តីស្រឡាញ់ពិតប្រាកដមែនប្លែកមកមើលស៊ូយីនេះវិញបន្ទាប់ពីបានលេងប្តីហើយចាក់ចេញពីផ្ទះប្តីហើយឥឡូវមករស់នៅធម្មតានឹងឯងដោយអត់មានការទុកកង្វល់អីសោះហើយស្របពេលនឹងដែរទឹកនឹងក៏លិចអញ្ចឹងណាហើយក៏បានខលទៅជាងដែរជាងអត់ទាន់ម្ដងក៏ធ្វើខ្លួនឯងតែម្ដងទៅហើយបន្ទាប់មកក៏លឺសំឡេងគួរទ្វារស្មានថាជាជាងតាមពិតគឺជាយូអេមីងសោះហើយអេមីងនេះនៅពេលដែលឃើញស៊ូយីធ្វើជួសជុលនឹងហើយក៏បានជួយមកជួសជុលតែម្ដងអញ្ចឹងណាតែចៃដន្យឲ្យពេលហ្នឹងបើកទឹកទៅវារៀងខ្ចាយពេញកៅអៅអេមីងដែរតែមានអីពួកគាត់ទាំងពីរនាក់ហ្នឹងគឺបានជួសជុលរួចដែរអញ្ចឹងណាហើយបន្ទាប់មកក៏បានមកអង្គុយនិយាយគ្នាលេងញ៉ាំតែអញ្ចឹងណាហើយស៊ូយីនក៏បានសួរថាមិនបានដឹងថាស៊ូយីននៅក្នុងបន្ទប់ហ្នឹងអញ្ចឹងទៅហើយអេមីងនេះក៏បាននិយាយថាដោយសារខលទៅជំនួយការហ៊ុនហ្នឹងគឺខលទៅប្រាប់ថាទូស្រីហ្នឹងលាឈប់ហើយមានណាបានអេមីងមកហៅអញ្ចឹងណាតែអត់បានប្រាប់លីនទេថាស៊ូយីននឹងនៅនឹងគ្រាន់តែមកចង់សួរសុខទុក្ខមុនសិនអញ្ចឹងណាបន្ទាប់ពីបាននិយាយគ្នាមកសន្ទុះមកអេមីងនេះគេក៏បាននិយាយថាគេមានរឿងប្រាប់ទៅកាន់ស៊ូយីនអញ្ចឹងណាមានណាស៊ូយីននេះក៏បាននិយាយកាត់មុនថាតាំងពីថ្ងៃដំបូងដែលស្គាល់យូអេមីងហ្នឹងគឺនាងគ្រាន់តែចាត់ទុកជាមិត្តភក្តិស្គាល់គ្នារួមថ្នាក់អីទេអត់បានចាត់ទុកជាស្នេហាអីទេអញ្ចឹងណាព្រោះអីដែលស៊ូយីននិយាយអញ្ចឹងខ្លាចយូអេមីងហ្នឹងទៅសារភាពប្រាប់ថាស្រឡាញ់មានណាអេមីងនេះក៏បានឆ្លើយទៅវិញថាកុំយល់ច្រឡំអីព្រោះឥឡូវហ្នឹងពីមុនមកយល់ថាខ្លួនឯងហ្នឹងស្រឡាញ់សារភាពទៅកាន់ស៊ូយីនហើយស៊ូយីនបដិសេធប៉ុន្តែឥឡូវហ្នឹងគឺគេឡើងស្រឡាញ់ហើយគេមានមនុស្សដែលគេស្រឡាញ់ហើយអញ្ចឹងណាហើយក៏បានបង្ហាញឈ្មោះលីនហ្នឹងនៅចំពោះមុខបងអូនស្រីគេហ្មងអញ្ចឹងណាថាលីនហ្នឹងជាមនុស្សស្រីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងអីអញ្ចឹងទៅហើយក៏ញញឹមទាំងអ៊ំអៀនតែម្ដងហើយស៊ូយីននេះក៏ញញឹមទៅកាន់ហៅមីងហ្នឹងដូចគ្នាហើយបើក៏លេខទៅមើលអាវសម្រាប់បំពាក់នឹងសក់ហ្នឹងនៅ$30ហើយស៊ូយីនក៏បានឲ្យអេមីងហ្នឹងទៅបន្ទប់ទឹកដើម្បីផ្លុំសក់ស្របពេលហ្នឹងដែរក៏លឺសំឡេងកណ្ដឹងគោះទ្វារនៅខាងក្រៅអញ្ចឹងណាហើយទៅពេលដល់បើកទ្វារហ្នឹងស្រាប់តែមានណាឃើញហៅមីងតួប្រុសហ្នឹងនៅមុខហ្នឹងហ្មងហើយស៊ូយីននេះក៏បានសួរថាមករកនាងធ្វើអីអញ្ចឹងណាចំណែកហៅមីងនេះគេក៏បាននិយាយទាំងស្ទាក់ស្ទើរថាគេយកកិច្ចព្រមព្រៀងលេងលេះហ្នឹងឲ្យទូស្រីហ្នឹងពិនិត្យមើលបន្ថែមចំណែកឯទូស្រីក៏បានឆ្លើយឲ្យយកกระดาษកិច្ចព្រមព្រៀងហ្នឹងតែម្ដងថាគេនឹងពិនិត្យឲ្យគេនឹងផ្ញើឲ្យវិញហ្នឹងឆាប់មានណារកបិទទ្វារឲ្យតួប្រុសនេះហៅមីងនេះហុញទ្វារអើចូលមកមើលអញ្ចឹងណាថានៅមានអីទៀតគេថាថ្ងៃហ្នឹងគេតនេពេញមួយថ្ងៃហ្មងអញ្ចឹងគេចង់ពិនិត្យម្ដងមួយឲ្យចូលក្នុងបន្ទប់គេដែលអត់មានការអនុញ្ញាតហ្មងអញ្ចឹងគិតទៅមិនដឹងថាចង់ពិនិត្យមើលអាកិច្ចព្រមព្រៀងលេងលេះហ្នឹងឬមួយក៏ចង់សង្កេតអីទេហើយពេលដែលមកអង្គុយហើយក៏បានសួរថាមានភ្ញៀវម៉ែហ្នឹងហើយទូស្រីថាគេ
គេកំពុងមានភ្ញៀវហើយស៊ូយិនក៏បានប្រាប់ថាឆាប់បណ្ឌិតទៅបណ្ឌិតម្ដងមួយអញ្ចឹងណាមានន័យហៅមីងគេនិយាយថាមិនបាច់បញ្ញាប់ទេបណ្ឌិតម្ដងតិចទៅហើយបញ្ញាប់ទៅណាអីអញ្ចឹងទៅស្រាប់ពេលដែលនិយាយនឹងហើយស្រាប់តែអ៊ីមីងនេះគេចេញមកគេថាឥឡូវគេផ្លុំស្ងួតហើយវ៉ាហ្មងណាហើយក៏បានសម្លឹងមើលមុខគ្នាពីរនាក់ហ្នឹងទៅវិញទៅមកអញ្ចឹងដែរហើយស៊ូយិនពេលអញ្ចឹងទៅក៏បានណែនាំតែម្ដងថាយូអ៊ីមីងហ្នឹងគឺជាមិត្តរួមថ្នាក់នៅវិទ្យាល័យអញ្ចឹងណាចំណែកយូអ៊ីមីងណាក៏បានកលេចមើលទៅកាន់តួប្រុសហើយក៏ប្រាប់ថាគេជាប្តីនាងមែនហើយមានណាទូស័យមិនទាន់បានឆ្លើយទេហៅមីងអ្នកឆ្លើយមកហ្នឹងហើយខ្ញុំជាប្តីរបស់នាងអើយក៏ទៅលើកនេះមិនធម្មតាដែរកាត់ចូលមកដល់កន្លែងលេងលេះម្ដងដោយសារតែម្ដងហ្នឹងគឺគេឲ្យដាក់ពាក្យសិនតតែខែក្រោយថ្ងៃទី8ទៅ2អ្នកហ្នឹងអាចមកធ្វើការដាក់ពាក្យសារថ្មីដើម្បីលេងលេះគ្នាតែម្ដងតែបើសិនជាកំឡុងពេលមួយខែហ្នឹងបើសិនជាស្រស់ស្រួលគ្នាហើយគឺមិនបាច់ចាំមកលេងលេះក៏បានដែរអញ្ចឹងគឺគេឲ្យកាត់រយៈពេលមួយខែហ្នឹងសិនអញ្ចឹងណាកាត់ចូលមកដល់គ្រួសាររបស់តួប្រុសម្ដងដែលហៅច្រើនហ្នឹងគឺចាប់ផ្ដើមរករឿងហើយថាមកហូបអីអត់ឆ្ងាញ់ព្រោះនឹកស្នាដៃរបស់ស៊ូយៀនហើយនឹកស៊ូយៀនថាហេតុអីក៏អត់ឃើញមកអីអញ្ចឹងណាហើយហៅមីងក៏ប្រាប់ថាគេរវល់ធ្វើការនៅខាងក្រៅហើយហៅច្រើនហ្នឹងក៏បាននិយាយថាទោះរវល់យ៉ាងណាក៏ត្រូវតែមកផ្ទះដែរបើគាត់ជិះមានរឿងអីមួយហើយបន្ទាប់មកក៏អត់ញ៉ាំបាយទេក៏ដើរចេញតែម្ដងហើយបើកលេចមើលទៅម៉ាក់ហើយនឹងប៉ាណាវិញក៏ញ៉ាំបាយអត់ចូលដែរអញ្ចឹងណាព្រោះស្វំនឹងមកហូបដែរតួស្រីធ្វើឲ្យញ៉ាំហ្មងហើយតួប្រុសនេះគេធ្វើធម្មតាគេធ្វើញ៉ាំបាយអីដូចមានរឿងអីកើតឡើងអញ្ចឹងណាក៏ដួសបាយដួសម្ហូបឲ្យប៉ាម៉ាក់ហ្នឹងមានណាម៉ាក់ហ្នឹងក៏ងើបចេញចំណែកឯប៉ានេះវិញក៏ញ៉ាំបាយមិនចូលដែរហើយមានណាហៅមីងហ្នឹងគេញ៉ាំបាយម្នាក់ឯងគេថាមកហូបមានអីណាឆ្ងាញ់តាលុះមកដល់ពេលយប់ឡើងហៅមីងហ្នឹងក៏បានមកបន្ទប់ហៅច្រើនណពេលដែលមកដល់ឃើញហៅច្រើនហ្នឹងគេលក់ប៉ុន្តែនៅលើហ្នឹងគឺមានរូបថតអនុស្សាវរីយ៍របស់ហៅច្រើនជាមួយនឹងស៊ូយៀនដែលបានថតមួយគ្នាលេងសប្បាយមួយគ្នាអីចឹងណាដល់តែពេលអញ្ចឹងបានសម័យដែលឃើញដល់ប្រពន្ធថាអីគ្រប់យ៉ាងដែលស៊ូយៀននិយាយហ្នឹងគឺសុទ្ធសឹងតែចេញពីក្តីស្រឡាញ់ទាំងអស់ហើយក៏សម័យអីផ្សេងដែលស៊ូយៀននិយាយអញ្ចឹងណាថាអតីតកាលរបស់ក្មេងហ្នឹងគឺអាចជាអត្តពលទៅដល់ពេលអនាគតអីអញ្ចឹងទៅដល់តែពេលអញ្ចឹងទៅបានដឹងថាស៊ូយៀនហ្នឹងគឺមានសារៈសំខាន់ខ្លាំងសម្រាប់ក្រុមគ្រួសារមួយហ្នឹងហើយកាត់ចូលមកដល់ក្រុមហ៊ុន Jinda Group ឯនេះវិញក៏ដល់ថ្ងៃដែលត្រូវបោះឆ្នោតថាឲ្យតួប្រុសហ្នឹងឡើងកាន់តំណែងតែចៃដន្យអីគឺបោះឆ្នោតស្មើគ្នាប៉ុន្តែខ្វះតែម្នាក់ទេដែលត្រូវបោះឆ្នោតហ្នឹងគឺបើសិនជាបោះឆ្នោតឲ្យតួប្រុសគឺតួប្រុសនឹងជាប់តែម្ដងហើយចៃដន្យអីអ្នកដែលបោះឆ្នោតម្នាក់ហ្នឹងគឺជាប៉ារបស់គាត់នឹងឯងហើយបែរជាឪពុករបស់គាត់ហ្នឹងគឺអត់បោះឆ្នោតឲ្យតួប្រុសហ្នឹងបានជាអ្នកកាន់តំណែងទេមូលហេតុហ្នឹងគឺមុនពេលដែលគាត់ចូលក្នុងការប្រជុំហ្នឹងគឺមានអ្នកកាន់ភាគហ៊ុន2នាក់ហ្នឹងគឺកំពុងតែនិយាយដើមពីតួប្រុសអញ្ចឹងណាថាតួប្រុសហ្នឹងគឺបានអីគ្រប់យ៉ាងដោយសារតែប៉ាទាំងអស់ដូចជាការពីមុនទៅរៀននៅក្រៅប្រទេសហ្នឹងគឺបករឿងច្រើនមែនតើហើយតាក់តងស្រីញីអីណាអញ្ចឹងទៅហើយឥឡូវលើថាមានរឿងអត់ស្រូវអីទៀតអីអញ្ចឹងណាដែលធ្វើឲ្យប៉ារបស់តួប្រុសហ្នឹងអាចឲ្យហៅមីងហ្នឹងកាន់តំណែងបានឯក្នុងអំឡុងពេលហ្នឹងហើយបន្ទាប់ពីហ្នឹងមកហៅមីងហ្នឹងក៏បានទៅសួរឪពុករបស់គាត់ហ្នឹងថាហេតុអីបានអត់ឲ្យគេកាន់តំណែងអីអញ្ចឹងណាហើយប៉ារបស់ហៅមីងក៏បាននិយាយថាការពីទូចគឺគាត់ស្ដាយក្រោយមួយហើយដែលបដៅឲ្យកូនហ្នឹងទៅរៀននៅក្រៅប្រទេសម្នាក់ឯងដោយសារការទុកចិត្តថាកូនឆ្លាតអីអញ្ចឹងហើយមានណាមកវិញគឺនាំមកទាំងកូនហើយមានតាក់តងជាមួយស្រីញីអីទៀតអញ្ចឹងណាហើយឥឡូវហ្នឹងពេលដែលធំហើយក៏បដៅឲ្យយកប្រពន្ធឲ្យខ្លួនឯងទៀតតែចុងក្រោយឥឡូវក៏មានព័ត៌មានលេងលេះទៀតចំណែកឯតួប្រុសឯនេះក៏បាននិយាយទៅកាន់ប៉ារបស់គាត់ថាការលេងលេះហ្នឹងនឹងគាត់នឹងដោះស្រាយឲ្យបានល្អអញ្ចឹងនឹងអត់មានការលេចធ្លោព័ត៌មានឬមួយក៏បញ្ហាផ្សេងទៅកាន់ព័ត៌មានទេចំណែកឪពុករបស់ហៅមីងនេះក៏បាននិយាយថាគាត់លែងខ្វល់ហើយឥឡូវសំខាន់ដោះស្រាយរឿងក្រុមហ៊ុនក៏ដូចជាការឋានមួយហ្នឹងដែលអត់មានការជំនួយពីអ្នកណាទាំងអស់ដើម្បីបង្ហាញសមត្ថភាពរបស់យើងក្នុងការដោះស្រាយហ្នឹងឲ្យក្រុមហ៊ុនបានឃើញក៏ដូចជាដៃគូសហការឃើញថាយើងជាមនុស្សម្នាក់ដែលមានសមត្ថភាពពិតប្រាកដអញ្ចឹងណាហើយហៅមីងនេះវិញក៏ចាប់ផ្ដើមក្នុងការរៀបចំប្រព័ន្ធក៏ដូចជាសម្ភារៈផ្សេងហើយក៏អត់ឲ្យលេខាឆាន់ហ្នឹងទៅជាមួយទេប្រាប់ថាឲ្យនៅក្រុមហ៊ុនហ្នឹងហើយដើម្បីស៊ើបការអីផ្សេងរៀបចំផ្ដល់តំណែងទៅកាន់តួប្រុសអញ្ចឹងណាកាត់ចូលមកដល់ស៊ូយីនេះវិញដែលបានដាក់ពាក្យនៅកន្លែងការងារមួយកន្លែងដែលកន្លែងហ្នឹងគឺគេផ្សព្វផ្សាយក៏ដូចជាលក់អវ៉ាន់តាមអនឡាញអញ្ចឹងណាហើយតើកាឯនេះស្គាល់ស៊ូយីស្រាប់ដែលឃើញតាមទូអញ្ចឹងទៅក៏ពេញចិត្តតែម្ដងបាច់ចាំឆែកព័ត៌មានក៏ដូចជាអានអីទៀតទេគឺឲ្យស៊ូយីអង្គុយសាក់កាមេរ៉ាហ្មងអញ្ចឹងណាមានណាស៊ូយីដែលអង្គុយពឹបនៅមុខកាមេរ៉ាហើយគឺនិយាយមួយរៀបរាប់ដូចគេផ្សាយព័ត៌មានពាណិជ្ជកម្មរបស់គេអញ្ចឹងណាហើយតើកានេះឃើញអញ្ចឹងក៏បាននិយាយថាគឺអត់ស័ក្តិសមនឹងក្រុមហ៊ុនរបស់គេទេដោយសារគេត្រូវការលក់អនឡាញធ្វើម៉េចឲ្យមានចំណាប់អារម្មណ៍ពីភ្ញៀវឲ្យគេទិញអវ៉ាន់របស់យើងអញ្ចឹងណាបើយើងនិយាយមួយអញ្ចឹងគឺដូចជាការផ្សាយព័ត៌មានគឺវាល្អហើយប៉ុន្តែការលក់អនឡាញត្រូវការធ្វើម៉េចឲ្យភ្ញៀវចាប់អារម្មណ៍នឹងអវ៉ាន់របស់យើងឲ្យគេទិញអវ៉ាន់របស់យើងហើយតើកានឹងក៏បានណែនាំរបៀបនិយាយបែបណាបែបណីហើយកាយវិការហើយនិយាយឲ្យខ្លាំងអញ្ចឹងណាហើយស៊ូយីណែតាមគេផងស្រែកតាមគេផងកាយវិការផងអីផងឡើងឈឺកស្ងួតកហ្មងក៏សុំតើកានឹងទៅផឹកទឹកសិនដល់តែពេលអញ្ចឹងទៅតើកានឹងឃើញអញ្ចឹងវិញក៏អាណិតដែរអញ្ចឹងណាគ្នាធ្លាប់ធ្វើអញ្ចឹងក៏ប្រាប់ឲ្យស៊ូយីនឹងទៅហ្វឹកហាត់នៅឯផ្ទះឲ្យស្ទាត់សិនចាំមកជួបគេម្ដងទៀតអញ្ចឹងណាកាត់ចូលមកដល់ហៅមីងនេះវិញក៏បានមកដល់ការឋានតែម្ដងឃើញតែអ្នកនៅការឋានគឺថារងចាំទទួលអ្នកប្រុសគេដែលត្រូវឡើងតំណែងហើយសំខាន់ហៅមីងនេះចូលមកដល់ office ហ្នឹងឯងឃើញថាអញញ៉ៃមែនតើទាំងឯកសារទាំងអីហ្នឹងគឺដាក់កចូលគ្នាហ្មងអញ្ចឹងណា
ទាំងកន្លែងនៅទាំង office អីហ្នឹងកន្លែងគេងអីហ្នឹងគឺថាញញ៉ៃពេញហ្នឹងគឺធ្វើមិនដើម្បីកុំឲ្យហៅមីងហ្នឹងគឺនៅកន្លែងហ្នឹងបានយូរដើម្បីឲ្យឆាប់ឲ្យទូប្រុសហ្នឹងឆាប់ត្រឡប់មកវិញហ៎ព្រោះសារតែការថាដែលកំពុងសាងសង់ហ្នឹងគឺជាលោកអ៊ូហ្នឹងអញ្ចឹងណាដែលត្រូវបានទូប្រុសយើងដេញចេញហ៎អញ្ចឹងទាំងអស់ហ្នឹងគឺសិតសឹងតែកូនចៅរបស់លោកអ៊ូពីមុនមកអញ្ចឹងរៀងវាថារៀងកេងប្រវាញ់អីដែរអញ្ចឹងណាក៏បានចេញមកក្រៅលួចនិយាយគ្នាថាខ្លាចទូប្រុសហ្នឹងរកឃើញអីមួយឯកសារអីវាថាដែលលាក់ទុកអីអញ្ចឹងណាហើយបន្ទាប់មកម្នាក់ទៀតហ្នឹងក៏បាននិយាយថាអូយតែខ្វល់អីព្រោះដោយសារអីទូប្រុសហ្នឹងគ្មានសមត្ថភាពទេបើមានសមត្ថភាពស្មារតីបញ្ជូនមកខាងឋានហ្នឹងអីកាត់ចូលមកដល់ស៊ូយីណាវិញគឺថាហាត់សមរបៀបឡាយរបៀបសរសេររបៀបនិយាយអីម្នាក់ឯងទាំងអស់ធ្វើម៉េចដើម្បីឲ្យបានការងារធ្វើហ៎រីឯទូប្រុសណាវិញក៏ខំប្រឹងដែររៀបចំឯកសារតាមដំណាក់ការនីមួយរីឯទូស្រីណាវិញនិយាយឡាយផ្ទាល់ផងសមខ្លួនឯងផងហើយព្យាយាមនិយាយម្ដងហើយម្ដងទៀតញ៉ាំម្នាក់ឯងអីម្នាក់ឯងអញ្ចឹងណាទាំងចូលទឹកទាំងធ្វើអីផ្សេងគឺមើលរបៀបគេឡាយរបៀបគេនិយាយតាមអនឡាញអីអញ្ចឹងទៅរីឯហៅមីងណាវិញបន្ទាប់ពីធ្វើកិច្ចការងារហត់ហើយក៏ណាត់ប្រពន្ធណាតែម្ដងក៏យកទូរស័ព្ទឲ្យបើកមើលវិឆាតហើយមានណាម្ដងណាឃើញថាស្អាតផេងហ្មងគឺអត់មានឃើញ history អីជាមួយខ្លួនឯងអីទាំងអស់ហ្មងរដល់មានហូបទូប្រុសអីនៅនឹងអីចឹងណាឥឡូវអស់លេងហ្មងបែរជាគិតថាទូស្រីហ្នឹងគឺបំភ្លេចខ្លួនឯងមែនតើហ្មងដល់តែពេលចឹងឯងបណ្ដឹកគេបន្ទាប់ពីបានសមអីហើយស៊ូយីណាក៏បានមកដល់កន្លែងការងារហើយក៏ប្រាប់ថាឥឡូវគឺគេអាចធ្វើបានហើយអញ្ចឹងណាហើយតើការណាក៏បានសាក់សិនអញ្ចឹងណាឲ្យសមសិនថាពិតជាអាច live បានមែនអត់ហើយគេធ្វើ live ដូចមែនតើអញ្ចឹងណាពីការលក់ភួយលក់សម្ភារៈផ្សេងហើយជំនួយការប្រុសពីរអ្នកហ្នឹងគឺជាអ្នកហុចអីវ៉ាន់ឲ្យអញ្ចឹងទៅហើយក៏បាននិយាយរៀបរាប់ពីគុណភាពនៃអីវ៉ាន់នីមួយហើយថែមទាំងនិយាយធ្លោយមកថាបើសិនជាអត់ពេញចិត្តគឺអាចដូរវិញបានមានណាតើការហៅទៅស្ដីឲ្យហ្មងបើសិនជាលក់អីវ៉ាន់ឲ្យដូរអញ្ចឹងងាប់ហើយខាតហើយបើគេដូរទាំងអស់គ្នាអញ្ចឹងត្រូវឲ្យទូស្រីហ្នឹងនិយាយធ្វើម៉េចឲ្យគេទិញទាំងទំនុកចិត្តគឺកុំឲ្យដូរអីអញ្ចឹងណាហើយឃើញថាបន្ទាប់ពីស្ដីឲ្យហើយក៏ដល់ម៉ោង live មែនតើឃើញថាស៊ូយៀនបែរជាអាច live បានទេក៏ឲ្យម្នាក់ប្រុសហ្នឹងគឺជាអ្នក live អញ្ចឹងណាឲ្យស៊ូយៀនគឺជាអ្នកធ្វើជំនួយការវិញម្ដងហើយគេ live ម៉ាសូហ្នឹងគឺលក់ជើងមាន់មានណាស៊ូយៀនណាគឺអង្គុយញ៉ាំតែម្ដងអត់មាននិយាយអីទាំងអស់ហើយគ្នាប្រុសហ្នឹងខំនិយាយផងអីផងមានណាចុងក្រោយគឺតកែហ្នឹងឲ្យទៅស្ដីឲ្យម្ដងទៀតថាបើអង្គុយតែញ៉ាំអញ្ចឹងតបហើយយើងត្រូវតែញ៉ាំផងនិយាយផងណែនាំពីគុណភាពផងថាវាឆ្ងាញ់អីឬអត់អញ្ចឹងណាមិនមែនអង្គុយតែញ៉ាំអញ្ចឹងទេហើយស៊ូយៀនណាវិញក៏គេនិយាយថាគេយល់ហើយអញ្ចឹងមកសូទៀតគេនឹងសាក់ឡាយខ្លួនឯងតែម្ដងអញ្ចឹងណាហើយលើកហ្នឹងគឺគេឡាយបដាញ៉ាំបដាអញ្ចឹងណាហើយនិយាយរៀបរាប់អីបដាទៅស្របពេលដែលលីនហ្នឹងកំពុងតែនៅផ្ទះហ្នឹងឃើញស៊ូយៀនហ្នឹងនៅក្នុងទូរស័ព្ទកំពុងឡាយក៏ឆ្ងល់ហ្មងខលទៅអត់ចូលអីក៏អត់ចូលទៅក៏ហៅមកដល់បន្ទប់ហ្មងអញ្ចឹងណាស្របពេលហ្នឹងដែរស៊ូយៀនណាកំពុងតែក្អួតផងស្លេកស្លាំងអស់ហើយព្រោះញ៉ាំរបស់ហ្នឹងច្រើនពេកក៏ពេលដែលលីនឃើញអញ្ចឹងហើយគឺថាហួសចិត្តហ្មងធ្លាប់តែឃើញប្អូនខ្លួនឯងស្អាតអីអញ្ចឹងណាដល់តែពេលឃើញត្រុតត្រោមអញ្ចឹងក៏រៀងហួសចិត្តដែរដល់ពេលអញ្ចឹងទៅឮពីអីដែលទូស្រីរៀបរាប់អីហើយអស់ហើយក៏ខឹងហៅមីងហ្មងអញ្ចឹងណាបងប្អូនខ្លួនឯងខំលះបង់ឲ្យមកកណនអញ្ចឹងមកធ្វើដាក់ស៊ូយៀនអញ្ចឹងចំណែកឯស៊ូយៀនក៏បានបញ្យល់ប្រាប់ទៅកាន់លីនថាកំហុសគ្រប់យ៉ាងមិនមែនតែដោយសារហៅមីងម្នាក់ទេក៏ដោយសារតែគេដែរបើគេមិនចង់បានមុខមាត់បើគេមិនចង់បានក្តីស្រឡាញ់ក៏អត់មានរឿងកើតឡើងអញ្ចឹងដែរអញ្ចឹងណាហើយកំហុសលើកហ្នឹងក៏ស៊ូយៀននឹងរៀងធ្ងន់ដែរបើសិនជាហៅមីងស្រឡាញ់គឺកាន់តែខ្លួនឯងគិតថាខ្លួនឯងខុសសំណាងហើយដែលហៅមីងគេអត់បានស្រឡាញ់ពិតប្រាកដអីអញ្ចឹងណាព្រោះណាមួយការងារនៅពេលដែលដឹងរឿងអញ្ចឹងទៅគេរៀងសម្ពាធដែរឥឡូវគេចង់មកចាប់ផ្ដើមជីវិតសាជាថ្មីវិញវារៀងស្រួលចិត្តជាងអីអញ្ចឹងទៅចំណែកឯលីនណាពេលដែលឃើញប្អូនអញ្ចឹងហើយក៏អាណិតប្អូនដែរហើយប្រាប់ប្អូនថាកុំឲ្យធ្វើការច្រើនម៉ោងពេកហើយការងារហ្នឹងត្រូវញ៉ាំត្រូវអីអញ្ចឹងណាប្រាប់ឲ្យស៊ូយៀនហ្នឹងថែទាំសុខភាពចំណែកស៊ូយៀនណាវិញគេថាគេនឹងសាក់លបងធ្វើមួយរយៈសិនអីអញ្ចឹងទៅមើលទៅបងប្អូនគេចាប់ផ្ដើមយល់ពីគ្នាក៏ដូចជាញញឹមដាក់គ្នាទៅវិញទៅមកដែរអញ្ចឹងសម្រាប់រឿងយើងនៅភាគហ្នឹងគឺសូមស្លេះតែប៉ុណ្្នឹងណាជួបគ្នានៅវគ្គក្រោយជួយ Subscribe ក៏ដូចជា Share និង Like ម្នាក់មួយផងណាអរគុណ